លានអ្នកត្រៀមចាប់កាន់អាវុធប្រយុទ្ធជាមួយតបជើងគោកអាមេរិកទន្ទឹមនឹងមានការគម្រាមបើកប្រតិបត្តិការជើងគោករបស់អាមេរិកពេលនេះប្រទេសអ៊ីរ៉ង់ប្រកាសថាប្រជាជន7លាននាក់បានត្រៀមខ្លួនរួចហើយដោយនឹងក្រាបឈរឡើងចាប់កាន់អាវុធដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពអាមេរិកសារព័ត៌មាន Time of Israel បានដកស្រង់សំណេរប្រធានសភាអ៊ីរ៉ង់ Mohammed Bagher Khalifa ដែលបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃប្រហ័សទី2ខែមេសាឆ្នាំ2026ថាក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងយុទ្ធនាការជាតិដ៏ខ្លាំងក្លាដែលកំពុងរីករាលដាលពាសពេញផ្ទៃប្រទេសបានទាក់ទាញប្រជាជនអ៊ីរ៉ង់ប្រហែល7លាននាក់ឲ្យចូលខ្លួនស្ម័គ្រចិត្តដោយប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការក្របឈរចាប់កាន់អាវុធដើម្បីការពារប្រទេសជាតិរបស់ពួកគេលោកបន្តថាប្រជាជនមិនមែនគ្រាន់តែនិយាយពីការការពារប្រទេសនោះទេប៉ុន្តែកាលពីអតីតពួកគាត់ក៏ធ្លាប់លះបង់ជីវិតហើយក៏ត្រៀមខ្លួនធ្វើវាម្ដងទៀតដែររាល់ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់នឹងត្រូវជួបប្រទះការឆ្លើយតបជារួមប្រៀបដូចជាការប្រឈមមុខជាមួយសមាជិកគ្រួសារទាំងមូលអញ្ចឹង